សេចក្តីណែនាំស្តីពីការកំណត់ប្រភេទកិច្ចសន្យាការងារក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមជម្រាបជូនម្ចាស់ឬនាយករោងចក្រសហគ្រាសគ្រឹះស្ថានសមាគមនយោជកសហជីពកម្មករនយោជិតដែលស្ថិតនៅក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឲ្យបានជ្រាបថាដើម្បីឲ្យមានភាពច្បាស់លាស់ក្នុងការកំណត់ប្រភេទកិច្ចសន្យាការងារដូចមានចែងក្នុងជំពូកទី4ផ្នែកទី1នៃច្បាប់ស្តីពីការងារក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមធ្វើការណែនាំអនុវត្តដូចខាងក្រោម 1. កិច្ចសន្យាការងារមានថេរវេលាកំណត់កកិច្ចសន្យាការងារមានថេរវេលាកំណត់គឺជាកិច្ចសន្យាការងារដែលធ្វើឡើងសម្រាប់ថេរវេលាមួយជាកំណត់កិច្ចសន្យានេះត្រូវធ្វើជាលាយលក្ខណ៍អក្សរមានការបញ្ជាក់ពីការបដិឆេទចាប់ផ្ដើមនិងបញ្ចប់ច្បាស់លាស់កិច្ចសន្យាការងារមានថេរវេលាកំណត់អាចនឹងមានការបដិឆេទបញ្ចប់មិនច្បាស់លាស់បានលុះត្រាតែកិច្ចសន្យានោះត្រូវធ្វើឡើងដើម្បីរ៉ាប់រងជំនួសកម្មករជិតណាំម្នាក់ដែលអវត្តមានជាបណ្ដោះអាសន្នការងាររយៈពេល1រដូវកំណើនម្ដងម្កាលនៃការងារឬសកម្មភាពខុសធម្មតារបស់សហគ្រាសក្នុងករណីនេះកិច្ចសន្យានោះនឹងត្រូវបញ្ចប់នៅពេលដែលកម្មករនយោជិតណាម្នាក់ដែលអវត្តមានជាបណ្ដោះអាសន្ននោះត្រឡប់មកធ្វើការវិញឬការផ្ដាច់កិច្ចសន្យាការងាររបស់កម្មករជិតទាំងនោះនៅពេលចប់រដូវនៅពេលកំណើនម្ដងម្កាលនៃការងារឬសកម្មភាពខុសធម្មតារបស់សហគ្រាសត្រូវបញ្ចប់ខត្រូវចាត់ទុកដូចជាកិច្ចសន្យាមានកំណត់ថេរវេលាពិតប្រាកដតែមានការបដិឆេទមិនច្បាស់លាស់គឺកិច្ចសន្យារបស់កម្មករជិតប្រចាំថ្ងៃឬប្រចាំម៉ោងសម្រាប់មុខរបរមួយរយៈពេលខ្លីដែលទទួលប្រាក់ឈ្នួលនៅចុងថ្ងៃចុងសប្តាហ៍ឬចុងអត្ថមាសគយោងមាត្រា67ចំណុច2នៃច្បាប់ស្តីពីការងារកិច្ចសន្យាការងារដែលធ្វើឡើងដោយការព្រមព្រៀងគ្នាដោយមានកំណត់ថេរវេលាពិតប្រាកដមិនអាចមានរយៈពេលលើសពី2ឆ្នាំបានឡើយកិច្ចសន្យានេះអាចបន្តសារជាថ្មីម្ដងឬច្រើនដងបានដរាបណាការបន្តសារជាថ្មីនោះមានថេរវេលាអតិបរមាមិនលើសពី2ឆ្នាំក្នុងករណីដែលការបន្តកិច្ចសន្យាម្ដងឬច្រើនដងនោះមានថេរវេលាលើសពី2ឆ្នាំកិច្ចសន្យាការងារមានថេរវេលាកំណត់នោះនឹងក្លាយទៅជាកិច្ចសន្យាការងារមានថេរវេលាមិនកំណត់ឧទាហរណ៍ទី1ប្រសិនបើកិច្ចសន្យាការងារមានថេរវេលាកំណត់លើកទី1មានថេរវេលាកំណត់6ខែដូច្នេះថេរវេលាសរុបនៃកិច្ចសន្យាមានថេរវេលាកំណត់ជាអតិបរមា2ឆ្នាំ6ខែទី2ប្រសិនបើកិច្ចសន្យាការងារមានថេរវេលាកំណត់លើកទី1មានថេរវេលាកំណត់1ឆ្នាំដូច្នេះថេរវេលាសរុបនៃកិច្ចសន្យាមានថេរវេលាកំណត់ជាអតិបរមា3ឆ្នាំទី3ប្រសិនបើកិច្ចសន្យាការងារមានថេរវេលាកំណត់លើកទី1មានថេរវេលាកំណត់2ឆ្នាំដូច្នេះថេរវេលាសរុបនៃកិច្ចសន្យាមានថេរវេលាកំណត់ជាអតិបរមា4ឆ្នាំដូច្នេះកិច្ចសន្យាការងារមានថេរវេលាកំណត់អាចមានថេរវេលាសរុបច្រើនបំផុតត្រឹម4ឆ្នាំដោយរាប់បញ្ចូលទាំងថេរវេលានៃកិច្ចសន្យាដំបូងនិងការបន្តសារជាថ្មីលើសពីរយៈពេលនេះកិច្ចសន្យាការងារមានថេរវេលាកំណត់នោះនឹងត្រូវក្លាយជាកិច្ចសន្យាការងារមានថេរវេលាមិនកំណត់ដោយស្វ័យប្រវត្តិក្នុងករណីដែលកិច្ចសន្យាការងារមានថេរវេលាកំណត់បានដល់រយៈពេលអតិបរមាដែលអនុញ្ញាតដោយច្បាប់នយោជកអាចនឹងចុះកិច្ចសន្យាការងារមានថេរវេលាកំណត់សារជាថ្មីជាមួយកម្មករជិតដដែលសម្រាប់ការងារដដែលឬប្រហាក់ប្រហែលបានលុះត្រាតែមានគម្លាតរយៈពេលយ៉ាងតិច1ខែរវាងកិច្ចសន្យាការងារមានថេរវេលាកំណត់ចាស់ដែលទើបតែបញ្ចប់និងកិច្ចសន្យាការងារមានថេរវេលាកំណត់ថ្មីដែលភាគីទាំងពីរបានព្រមព្រៀងគ្នាបើមិនដូច្នោះទេកិច្ចសន្យាការងារថ្មីនោះនឹងត្រូវបានចាត់ទុកថា
ជាកិច្ចសន្យាការងារបន្តពីកិច្ចសន្យាការងារពីមុនហើយដែលคล้ายជាកិច្ចសន្យាការងារមានថវិកាវេលាមិនកំណត់ក៏ប៉ុន្តែលក្ខខណ្ឌតម្រូវនេះមិនអនុវត្តចំពោះការចុះកិច្ចសន្យាការងារមានថវិកាវេលាកំណត់សារជាថ្មីសម្រាប់កិច្ចសន្យាការងារដែលធ្វើឡើងដើម្បីរ៉ាប់រងជំនួសកម្មករនិស្សិតណាម្នាក់ដែលអវត្តមានជាបណ្ដោះអាសន្នការងាររយៈពេលមួយរដូវនិងកំណើនម្ដងម្កាលនៃការងារឬសកម្មភាពខុសធម្មតារបស់សហគ្រាសដូចមានចែងនៅក្នុងមាត្រា67ចំណុច3នៃច្បាប់ស្តីពីការងារឡើយ 2. រយៈពេលនៃកិច្ចសន្យាសាកល្បងរយៈពេលនៃកិច្ចសន្យាសាកល្បងសំដៅដល់រយៈពេលមួយដែលនយោជកអាចវិនិច្ឆ័យសមត្ថភាពជំនាញទេពកោសល្យនិងឆន្ទៈក្នុងការប្រឹងប្រែងធ្វើការងាររបស់កម្មករនិស្សិតហើយក៏ជារយៈពេលសម្រាប់កម្មករនិស្សិតស្គាល់យ៉ាងជាក់លាក់អំពីលក្ខខណ្ឌការងារដែលផ្ដល់ដោយនយោជកដូច្នេះក្នុងករណីដែលកិច្ចសន្យានេះត្រូវបានបញ្ចប់នាពេលណាមួយក្នុងអំឡុងពេលឬនៅពេលចប់រយៈពេលសាកល្បងរយៈពេលនេះមិនត្រូវយកមកធ្វើការគណនាប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារមានថវិកាវេលាកំណត់ឬប្រាក់បំណាច់អតីតភាពការងារសម្រាប់កិច្ចសន្យាការងារមានថវិកាវេលាមិនកំណត់នោះឡើយក្រសួងសូមបញ្ជាក់ថាយោងមាត្រា68កថាខណ្ឌទី1នៃច្បាប់ស្តីពីការងារចែងថាការចុះកិច្ចសន្យាសាកល្បងការងារមិនអាចមានថវិកាវេលាលើសពី3ខែទេចំពោះនិយោជិត2ខែចំពោះកម្មករឯកទេសនិង1ខែចំពោះកម្មករធម្មតាកិច្ចសន្យាសាកល្បងនេះមិនអាចបន្តឬធ្វើសារជាថ្មីបានឡើយទោះបីជាមានការព្រមព្រៀងគ្នាក៏ដោយក្រសួងការងារនិងបណ្ដុះបណ្ដាលជីវៈមានសង្ឃឹមយ៉ាងមុតមមថាម្ចាស់ឬនាយករោងចក្រសហគ្រាសគ្រឹះស្ថានសមាគមនយោជកសហជីពកម្មករនិយោជិតដែលស្ថិតនៅក្នុងដែនអនុវត្តច្បាប់ស្តីពីការងារនិងអនុវត្តតាមខ្លឹមសារសេចក្តីណែនាំនេះបានយ៉ាងត្រឹមត្រូវនិងធានាបានប្រសិទ្ធភាពខ្ពស់ថ្ងៃសុក្រ14កើតខែពិសាខឆ្នាំកុរឯកសារពុទ្ធសករាជ2562រាជធានីភ្នំពេញថ្ងៃទី17ខែឧសភាឆ្នាំ2019រដ្ឋមន្ត្រីឥតសំហេង